ចេះទ្រាំនឹងការងារតូចតាចទើបអាចធ្វើការងារធំបានខ្ញុំជឿថាបងប្អូនមួយចំនួននឹងធ្លាប់ឮគេនិយាយថាធ្វើការងារធំទើបអាចលេចធ្លោរហូតដល់មនុស្សជាច្រើននាំគ្នាស្វែងរកតែការងារធំដុំដើម្បីបង្ហាញពីសក្តានុពលរបស់ខ្លួនឯងឲ្យអ្នកដទៃមើលឃើញថាខ្លួនពិតជាមានសមត្ថភាពអាចធ្វើការងារធំបានប៉ុន្តែគឺមានបងប្អូនមិនច្រើននោះទេដែលបានផ្ចិតផ្ចង់ធ្វើការងារតូចតាចដែលមនុស្សជាច្រើនបានមើលរំលងរហូតគាត់អាចធ្វើវាបានដោយល្អឥតខ្ចោះដែលគ្មាននរណាអាចធ្វើបានដោយគាត់ឡើយដូចជាការផ្ទៀងផ្ទាត់រកពាក្យខុសនិងត្រូវមួយតួឬរៀបចំឯកសាររញ៉េរញ៉ៃដែលគ្រប់គ្នាយល់ថាជារឿងធុញទ្រាន់បានយ៉ាងល្អឥតខ្ចោះហើយការពិតដែលយើងគ្រប់គ្នាមិនអាចប្រកែកបាននោះគឺភាពជោគជ័យដ៏អស្ចារ្យវាមិនមែនកើតឡើងត្រឹមតែមួយពព្រីភ្នែកនោះទេតែវាជាលទ្ធផលនៃការផ្ចិតផ្ចង់នៃការធ្វើរឿងតូចតាចទាំងនោះឲ្យល្អឥតខ្ចោះហើយការសុខចិត្តដាក់ខ្លួនធ្វើរឿងតូចតាចដោយភាពអត់ធ្មត់វាមិនមែនជាការខាតពេលឡើយតែវាជាការសន្សំកម្លាំងនិងបទពិសោធន៍ដើម្បីត្រៀមខ្លួនទៅគ្រប់គ្រងការងារធំនិងសម្រេចមហិច្ឆតាដ៏ខ្ពង់ខ្ពស់របស់អ្នកនៅថ្ងៃអនាគតបានដោយទស្សនៈមួយដែលគេនិយាយថាការចេះទ្រាំនឹងការងារតូចតាចទើបអាចធ្វើការងារធំបានហើយនៅក្នុងវីដេអូនេះយើងនឹងរៀនពីរបៀបកែប្រែផ្នត់គំនិតតាមទស្សនៈចិត្តសាស្ត្រឲ្យយើងចេះទ្រាំនឹងការងារតូចតាចទើបអាចធ្វើការងារធំបានទាំងអស់គ្នាឥឡូវកុំឲ្យខាតពេលវេលាយូរតើយើងទៅស្ដាប់ទាំងអស់គ្នា1បើចង់ឲ្យគេមើលឃើញពីសមត្ថភាពពិតចូលធ្វើការងារតូចតាចដែលគ្មានអ្នកណាចង់ធ្វើឲ្យคล้ายជាស្នាដៃដែលគ្មានអ្នកណាអាចជំនួសយើងបាននៅក្នុងពិភពការងារជាក់ស្ដែងមនុស្សភាគច្រើនតែងតែរត់រកការងារណាដែលលេចធ្លោនិងទទួលបានការកោតសរសើរភ្លាមតែប៉ុណ្ណោះនៅពេលដែលអ្នកស្ម័គ្រចិត្តចាប់យកកិច្ចការតូចតាចដែលអ្នកដទៃរើសអើងឬមើលរំលងនោះយើងកំពុងតែបង្កើតឱកាសសម្រាប់ខ្លួនឯងហើយការយកចិត្តទុកដាក់បំពេញការងារទាំងនោះឲ្យបានល្អឥតខ្ចោះវានឹងធ្វើឲ្យអ្នកលេចធ្លោពីចំណោមមនុស្សទូទៅភ្លាមមេដឹកនាំឬថ្នាក់លើដែលមានកែវភ្នែកមុតស្រួចតែងតែសង្កេតមើលចរិតលក្ខណៈរបស់បុគ្គលិកតាមរយៈការងារតូចតាចទាំងនេះឯងនៅពេលដែលការងារតូចតាចទាំងនោះคล้ายជាស្នាដៃដ៏មានតម្លៃនៃឥទ្ធិពលរបស់អ្នកនោះក៏គ្មាននរណាអាចមកដណ្ដើមឬជំនួសតំណែងរបស់អ្នកបានឡើយដូច្នេះការចេះដាក់ខ្លួនធ្វើការងារតូចតាចដែលគេមិនចង់ធ្វើវាគឺជាយុទ្ធសាស្ត្រដ៏មុតស្រួចនិងមានឥទ្ធិពលបំផុតក្នុងការកសាងតម្លៃរបស់ខ្លួនឯងហើយភាពម៉ត់ចត់ទៅលើរឿងតូចតាចនេះហើយដែលជារូបមន្តសម្ងាត់រុញច្រានឲ្យអ្នកឡើងទៅកាន់តំណែងកំពូលដើម្បីគ្រប់គ្រងការងារធំបាន2នៅពេលដែលអ្នកធ្វើការងារតូចតាចបានយ៉ាងល្អឥតខ្ចោះនោះអ្នកកំពុងតែបង្កើតម៉ាកសញ្ញាឬក៏យើងហៅជាភាសាអង់គ្លេសថា brand ផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងហើយ brand នោះគឺគេហៅឈ្មោះថាគួរឲ្យទុកចិត្តបានដែលវាជាសោសម្រាប់ចាក់បើកទ្វារឱកាសការងារធំមកឲ្យអ្នកការកសាងទំនុកចិត្តពីមនុស្សជុំវិញខ្លួនវាមិនមែនជាការនិយាយសន្យាខ្យល់ឬការបង្ហាញតែសម្បកក្រៅឡើយរាល់ពេលដែលអ្នកទទួលខុសត្រូវទៅលើកិច្ចការតូចតាចណាមួយយ៉ាងផ្ចិតផ្ចង់គឺអ្នកកំពុងតែចាក់គ្រឹះម៉ាកសញ្ញាផ្ទាល់ខ្លួនយ៉ាងរឹងមាំហើយមនុស្សជុំវិញខ្លួនជាពិសេសគឺដៃគូជំនួញឬក៏ថ្នាក់លើនឹងវាតម្លៃភាពហ្មត់ចត់របស់អ្នកតាមរយៈលទ្ធផលការងារបន្តិចបន្តួចទាំងនោះបើទោះបីជាកិច្ចការទាំងនោះវាសាមញ្ញយ៉ាងណាក៏ដោយតែវាចេញមកដោយគ្មានភាពចន្លោះប្រហោងវានឹងបង្កើតបាននូវពាក្យថាគួរឲ្យទុកចិត្តបានភ្លាមហើយវានឹងក្លាយជាសោចាក់បើកឱកាសល្អៗនៅក្នុងជីវិតរបស់អ្នកហើយសោនេះមិនមែនទិញបានដោយសារលុយឬដោយសារខ្សែស្រឡាយនោះទេគឺទិញបានដោយសារតែតម្លៃនៃទំនុកចិត្តនេះឯងគ្មាននរណាម្នាក់ហ៊ានប្រគល់គម្រោងលុយវ៉លលៀនមកឲ្យមនុស្សដែលសូម្បីតែរៀបចំឯកសារមួយច្បាប់ឲ្យមានសណ្ដាប់ធ្នាប់មិនបាននោះឡើយចូលចាំថាភាពជោគជ័យដ៏អស្ចារ្យនាពេលអនាគតគឺត្រូវចាប់ផ្ដើមចេញពីការកសាងម៉ាកសញ្ញាដ៏គួរឲ្យទុកចិត្តពីថ្ងៃនេះតទៅ3បើមិនអាចទ្រាំទ្រនឹងសម្ពាធនៃគំនរការងារតូចតាចបានទេអ្នកក៏គ្មានសមត្ថភាពទៅទ្រក្បាលម៉ាស៊ីននៃគម្រោងធំបានដែរព្រោះមហិច្ឆតាដែលគ្មានការអត់ធ្មត់វាគ្រាន់តែជាការយល់សប្តិទាំងថ្ងៃតែប៉ុណ្ណោះមហិច្ឆតាដ៏ធំធេងដែលគ្មានសកម្មភាពជាក់ស្ដែងនិងខ្វះការអត់ធ្មត់គឺគ្រាន់តែជាការស្រមើស្រមៃឥតប្រយោជន៍មួយប៉ុណ្ណោះមនុស្សជាច្រើនចង់ក្លាយជាអ្នកដឹកនាំតែបែរជាធុញទ្រាន់នឹងការដោះស្រាយបញ្ហាលំអិតប្រចាំថ្ងៃទៅវិញការងារតូចតាចប្រៀបដូចជាការវឹកហាត់កម្លាំងដំដែកមុននឹងយើងអាចឈានទៅដល់ការបង្កើតអាវុធដ៏មុតស្រួចមួយបានបើសូម្បីតែសម្ពាធកម្រិតស្រាលនៃការងារប្រចាំថ្ងៃធ្វើឲ្យអ្នកបាក់ទឹកចិត្តទៅហើយតើអ្នកអាចនឹងទ្រាំទ្រនឹងព្យុះភ្លៀងនៃការងារធំម្ដេចនឹងកើតទៅគម្រោងធំ
តែងតែមកជាមួយនឹងខ្យល់ព្យុះនៃបញ្ហានិងការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរដែលត្រូវការស្មារតីរឹងមាំដោយដៃថែបដើម្បីទ្រការរត់គេចពីការងារតូចតាចគឺស្មើនឹងការបដិសេធមិនព្រមពង្រឹងសមត្ថភាពពិតប្រាកដរបស់ខ្លួនឯង 4. អ្នកដែលមើលរំលងភាពលំអិតនៃការងារតូចតាចតែងតែបន្សល់ទុកនៅចន្លោះប្រហោងដែលធ្វើឲ្យការងារធំត្រូវដួលរលំព័ត៌មានលំអិតគឺជាអ្នកកំណត់អ្នកឈ្នះនិងចាញ់នៅក្នុងសមរភូមិនៃជីវិតនិងការធ្វើជំនួញភាពខុសគ្នារវាងអ្នកឈ្នះនិងអ្នកចាញ់គឺស្ថិតនៅលើការគ្រប់គ្រងព័ត៌មានលម្អិតការងារធំៗជាច្រើនត្រូវបរាជ័យនិងខាតបង់ថវិកាវល់លៀនមិនមែនដោយសារតែផែនការទូទៅមិនល្អនោះទេប៉ុន្តែគឺដោយសារតែកំហុសឆ្គងតូចមួយដែលគេមើលរំលងការធ្វើប្រហែសលើចំណុចតូចតាចវាប្រៀបបីដូចជាការទុកឲ្យប្រហោងធ្លាយតូចមួយនោះទៅចាក់ទម្លុះទូកក្តោងដ៏ប្រណិតមួយអញ្ចឹងបើទោះបីជាទូកនោះធំនិងស្អាតយ៉ាងណាក៏ដោយទឹកវានឹងហូរចូលតាមប្រហោងតូចនោះរហូតធ្វើឲ្យទូកនោះលិចលង់ក្នុងមហាសមុទ្រជាក់ជាមិនខានមនុស្សដែលមានជំនាញពិតប្រាកដតែងតែចំណាយពេលផ្ទៀងផ្ទាត់និងបន្ថែមភាពហ្មត់ចត់ទៅលើគ្រប់ចំណុចតូចៗដោយមិនឲ្យមានចន្លោះប្រហោងឡើយបើអ្នកចង់ឲ្យគម្រោងធំរបស់អ្នកមានភាពគង់វង្សនិងមានភាពជោគជ័យប្រកបដោយនិរន្តរភាពចូលកុំមើលរំលងការងារតូចតាចនៅចំពោះមុខការយកចិត្តទុកដាក់ទៅលើរឿងតូចតាចនេះហើយដែលវាជាខែលការពារដ៏រឹងមាំបំផុតសម្រាប់ភាពជោគជ័យរបស់អ្នក 5. បើអ្នកមិនចេះពុតជង្គង់ដើម្បីអោនរើសកាក់តូចៗនៅលើដីទេតើអ្នកមានកម្លាំងឯណាទៅលាតដៃអោបភ្នំមាសភ្នំប្រាក់ដ៏មហាសាលបានទៅការមើលងាយលុយកាក់តូចតាចឬក៏ឱកាសតូចៗវាគឺជាសញ្ញាដំបូងនៃភាពបរាជ័យផ្នែកហិរញ្ញវត្ថុនិងអាជីពរបស់អ្នកមនុស្សជាច្រើនតែងតែស្រមៃចង់បានលុយវ៉លលានដុល្លារភ្លាមៗដោយមិនព្រមចាប់ផ្ដើមសន្សំឬរកលុយពីចំណុចតូចតាចនោះឡើយចិត្តសាស្ត្រនៃភាពមានបានគឺតម្រូវឲ្យយើងចេះឲ្យតម្លៃនិងគ្រប់គ្រងរាល់ធនធានតូចៗដែលយើងមាននៅក្នុងដៃជាមុនសិនការពុតជង្គង់អោនរើសកាក់តូចៗវាតំណាងឲ្យការបន្ទាបខ្លួនដើម្បីរៀនសូត្រនិងការមិនប្រកាន់ការងារតូចតាចប្រសិនបើអ្នកមិនអាចគ្រប់គ្រងឬក៏បង្កើតផលចំណេញពីអាជីពតូចតាចបានផងនោះអ្នកក៏គ្មានសមត្ថភាពទៅគ្រប់គ្រងលំហូរទុនដ៏មហាសាលបានដែរភ្នំមាសភ្នំប្រាក់ដ៏ធំធេងគឺកើតឡើងពីការរួមផ្សំគ្នានៃកាក់តូចតាចវ៉លលៀនដែលត្រូវបានសន្សំនិងការច្នៃដោយយកចិត្តទុកដាក់ចូលរៀនចាប់យកនិងឲ្យតម្លៃរាល់ឱកាសតូចតាចព្រោះវាជាកម្មចន្ទើតែមួយគត់ដែលនាំអ្នកទៅរកភាពស្ដុកស្ដំនៅថ្ងៃអនាគត 6. អាគារខ្ពស់កប់ពពកចាប់ផ្ដើមពីការរៀបដុំឥដ្ឋមួយដុំដោយផ្ចិតផ្ចង់បើអ្នកមើលងាយការងារតូចតាចគឺស្មើនឹងអ្នកកំពុងតែបំផ្លាញគ្រឹះនៃភាពជោគជ័យដ៏អស្ចារ្យរបស់ខ្លួនឯងគ្មានសមិទ្ធផលដ៏អស្ចារ្យណាមួយនៅក្នុងពិភពលោកនេះដែលអាចកសាងឡើងត្រឹមតែមួយពព្រិចភ្នែកដោយគ្មានគ្រឹះនោះឡើយអាគារដែលខ្ពស់ជាងគេបំផុតនៅលើលោកក៏ត្រូវចាប់ផ្ដើមពីការជីកដីបុកគ្រឹះនិងការរៀបដុំឥដ្ឋមួយដុំយ៉ាងហ្មត់ចត់បំផុតដែរបើជាងសំណង់រៀបដុំឥដ្ឋមួយជួរដំបូងដោយវាយវេនិងគ្មានគុណភាពនោះអាគារទាំងមូលនឹងត្រូវបាក់រលំនៅថ្ងៃណាមួយជាក់ជាមិនខានការងារតូចតាចដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះគឺប្រៀបបីដូចជាដុំឥដ្ឋនៃជីវិតនិងអាជីពរបស់អ្នកអញ្ចឹងដែរការមើលងាយឬការធ្វើវាឲ្យរួចតែពីដៃគឺស្មើនឹងអ្នកកំពុងតែបំផ្លាញអនាគតដ៏រឹងមាំរបស់ខ្លួនឯងដោយផ្ទាល់ដៃហើយប្រសិនបើអ្នកចង់ឲ្យអនាគតរបស់អ្នកខ្ពស់ត្រដែតនិងមានស្ថិរភាពចូលរៀបចំកិច្ចការតូចតាចឲ្យបានល្អបំផុតភាពផ្ចិតផ្ចង់ទៅលើគ្រឹះតូចតាចនេះហើយនឹងធានាថាភាពជោគជ័យរបស់អ្នកនឹងមិនរលាយបាត់ទៅវិញដោយងាយឡើយ 7. ការងារធំត្រូវការសម្រេចចិត្តដ៏ត្រឹមត្រូវហើយការសម្រេចចិត្តដ៏ត្រឹមត្រូវគឺកើតចេញពីបទពិសោធន៍ដែលបានមកពីការដោះស្រាយបញ្ហាតូចតាចរាប់ពាន់ដងគ្មាននរណាម្នាក់កើតមកភ្លាមខ្លាចជាអ្នកដឹកនាំដ៏ពូកែដែលមានការសម្រេចចិត្តដិតដល់និងត្រឹមត្រូវ 100% នោះទេខួរក្បាលរបស់មនុស្សត្រូវការវឹកហាត់ដើម្បីស្វែងរកដំណោះស្រាយតាមរយៈការឆ្លងកាត់ការសាកល្បងជាក់ស្ដែងរាល់ការដោះស្រាយបញ្ហាតូចតាចប្រចាំថ្ងៃគឺជាការរៀនសូត្រពីកំហុសនិងការប្រមូលផ្ដុំទិន្នន័យដឹងខុសដឹងត្រូវបទពិសោធន៍ដែលប្រមូលបានពីការងារតូចតាចរាប់ពាន់ដងនោះឯងដែលវានឹងបង្កើតទៅជាវិចារណញ្ញាណឬប្រាជ្ញាញាណដ៏មុតស្រួចនៅពេលដែលអ្នកត្រូវឡើងទៅកាន់តំណែងខ្ពស់ហើយត្រូវធ្វើការសម្រេចចិត្តដ៏ធំដែលជះឥទ្ធិពលទៅដល់មនុស្សរាប់រយនាក់អ្នកនឹងមិនបង្វេញផ្លូវឡើយប៉ុន្តែបើអ្នកមិនធ្លាប់ឆ្លងកាត់ការដោះស្រាយបញ្ហាតូចតាចទាល់តែសោះការសម្រេចចិត្តដ៏ធំរបស់អ្នកនឹងពោរពេញទៅដោយហានិភ័យនិងភាពខុសឆ្គងជាច្រើន
ចូលចាត់ទុកបញ្ហាតូចតាចរាល់ថ្ងៃគឺជាមេរៀនដែលឥតគិតថ្លៃដែលកំពុងតែបង្រៀននិងបណ្ដុះបណ្ដាលអ្នកឲ្យក្លាយជាអ្នកសម្រេចចិត្តដ៏ខ្លាំងពូកែម្នាក់នៅថ្ងៃអនាគត 8. មនុស្សល្ងង់ខ្លៅតែងតែរងចាំឱកាសធំធ្លាក់ពីលើមេឃចំណែកមនុស្សឆ្លាតវៃតែងតែបង្កើតឱកាសធំតាមរយៈការកែច្នៃការងារតូចតាចនៅក្នុងដៃគម្លាតរវាងមនុស្សធម្មតានិងមនុស្សជោគជ័យគឺស្ថិតនៅលើរបៀបនៃការគិតនិងការមើលឃើញឱកាសជុំវិញខ្លួនមនុស្សដែលខ្វះការយល់ដឹងតែងតែចំណាយពេលពេញមួយជីវិតដើម្បីអង្គុយរងចាំជោគវាសនាឬឱកាសមាសដែលមិនដឹងថាពេលណាមកដល់នោះទេផ្ទុយទៅវិញមនុស្សឆ្លាតវៃមិនដែលបណ្ដោយឲ្យពេលវេលាកន្លងហួសដែលឥតប្រយោជន៍និងមិនដែលរងចាំសំណាងឡើយពួកគេតែងតែចាប់យកការងារតូចតាចដែលនៅចំពោះមុខរួចប្រើប្រាស់ប្រាជ្ញាដើម្បីកែច្នៃវាឲ្យទៅជាស្ពានចម្លងទៅរកកិច្ចការធំដុំការធ្វើកិច្ចការងារតូចតាចឲ្យលេចធ្លោវាគឺជាវិធីសាស្ត្រដ៏ទាក់ទាញឱកាសធំៗឲ្យរត់មករកអ្នកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបង្ហាញឲ្យពិភពលោកឃើញថាអ្នកមានសមត្ថភាពលើកិច្ចការដែលអ្នកកំពុងធ្វើឱកាសថ្មីៗវានឹងបើកទ្វារមកឲ្យអ្នកកុំចំណាយពេលរងចាំអ្វីដែលមិនទាន់មកដល់ឬបង្កើតអនាគតដោយការកែច្នៃអ្វីដែលមាននៅក្នុងដៃរបស់អ្នកឥឡូវនេះ 9. កុំទាមទារធ្វើជាមេតបបើគ្រាន់តែធ្វើជាកូនទាហានយាមបន្ទាយក៏អ្នកធ្វើមិនទាន់បានល្អផងនោះគ្រប់ឋានៈខ្ពង់ខ្ពស់សុទ្ធតែមានតម្លៃតបស្នងដែលត្រូវបង់តាំងពីចំណុច0មកមនុស្សជាច្រើនតែងតែប្រាថ្នាចង់បានអំណាចបុណ្យស័ក្តិនិងឋានៈខ្ពង់ខ្ពស់ភ្លាមៗដោយមិនបានស្ទង់មើលពីសមត្ថភាពពិតរបស់ខ្លួនឯងឡើយនៅក្នុងពិភពពិតគ្មាននរណាម្នាក់អាចឡើងធ្វើជាមេតបបញ្ជាសមរភូមិបាននោះទេបើមិនធ្លាប់ធ្វើជាទាហានរត់កាត់ក្រកកំភ្លើងនិងយាមល្បាតនោះការធ្វើជាទាហានយាមបន្ទាយប្រៀបបីដូចជាការបំពេញតួនាទីតូចតាចឲ្យបានល្អនិងការរៀនសូត្រពីវិន័យយ៉ាងតឹងរ៉ឹងបំផុតបើសូម្បីតែភារកិច្ចមូលដ្ឋានសាមញ្ញប៉ុណ្ណឹងអ្នកនៅតែធ្វើវាដោយខ្វះចន្លោះគ្មានការទទួលខុសត្រូវតើគេអាចប្រគល់ជីវិតទាហានរាប់ម៉ឺននាក់ឲ្យអ្នកដឹកនាំម្ដេចនឹងកើតទៅគ្រប់ឋានៈខ្ពង់ខ្ពស់និងភាពជោគជ័យដ៏ត្រចះត្រចង់សុទ្ធតែមានតម្លៃតបស្នងដែលត្រូវបង់ជាញើសនិងឈាមតាំងពីចំណុច0មកការលោតផ្លោះដោយគ្មានគ្រឹះសមត្ថភាពពិតប្រាកដវាមានតែនាំមកនូវភាពបរាជ័យដ៏អាម៉ាស់និងការធ្លាក់ចុះយ៉ាងគំហុកតែប៉ុណ្ណោះចូលធ្វើខ្លួនជាទាហានដ៏ឆ្នើមម្នាក់សិនមុននឹងចង់ស្រមៃពាក់ផ្កាយលើស្មាជាមេតបដឹកនាំគេ 10. ការងារតូចតាចគឺជាសាលាវឹកហាត់ផ្លូវចិត្តបើអ្នកមិនអាចគ្រប់គ្រងព័ត៌មានលម្អិតតូចៗបានផងតើឲ្យគេទុកចិត្តប្រគល់វាសនានៃការងារធំដុំឲ្យអ្នកម្ដេចនឹងកើតផ្លូវចិត្តរបស់មនុស្សយើងមិនមែនស្រាប់តែរឹងមាំនិងមានភាពធន់ដែលឯងនោះទេគឺត្រូវការវឹកហាត់ជាប្រចាំការងារតូចតាចនិងភាពសាមញ្ញដែលដដែលជារៀងរាល់ថ្ងៃនេះវាគឺជាឧបករណ៍ដ៏ល្អបំផុតក្នុងការវឹកហាត់ចិត្តនិងមានភាពអត់ធ្មត់និងហ្មត់ចត់បំផុតប្រសិនបើអ្នកងាយនឹងធុញទ្រាន់រអ៊ូរទាំឬធ្វើការងារតូចតាចដោយអារម្មណ៍មួម៉ៅនេះវាបង្ហាញថាផ្លូវចិត្តរបស់អ្នកនៅទន់ជ្រាយណាស់នៅក្នុងក្រសែភ្នែករបស់អ្នកវិនិយោគឬថ្នាក់លើគេតែងតែវាស់វែងសមត្ថភាពគ្រប់គ្រងអារម្មណ៍របស់អ្នកតាមរយៈការងារតូចតាចទាំងនេះបើសូម្បីតែព័ត៌មានលម្អិតតូចប៉ុណ្ណឹងអ្នកនៅតែគ្រប់គ្រងវាមិនបានផងតើគេមានហេតុផលអ្វីដែលត្រូវយកវាសនានៃគម្រោងធំមកប្រថុយនៅក្នុងដៃអ្នកគ្មាននរណាម្នាក់ហ៊ានប្រគល់ការងារធំឲ្យមនុស្សដែលខ្វះភាពចាស់ទុំនៃផ្លូវចិត្តនិងខ្វះការទទួលខុសត្រូវនោះឡើយចូលចាត់ទុកការងារតូចតាចជាសាលាវឹកហាត់ដ៏មានតម្លៃដើម្បីរៀបចំខ្លួនឲ្យក្លាយជាមនុស្សដែលគេអាចទុកចិត្តបាន 11. ការខឹងសម្បានិងការងារបន្តិចបន្តួចវាបង្ហាញពីចិត្តគំនិតនៅក្មេងខ្ចីការស្ងប់ស្ងាត់និងបំពេញវាឲ្យចប់សពគ្រប់ទើបវាជាចរិតលក្ខណៈរបស់អ្នកដឹកនាំយ៉ាងពិតប្រាកដភាពចាស់ទុំរបស់មនុស្សម្នាក់មិនមែនវាស់ត្រឹមតែអាយុនោះទេតែគឺវាស់នឹងរបៀបដែលគេប្រឈមមុខនឹងសម្ពាធការងារមនុស្សដែលមានចិត្តគំនិតក្មេងខ្ចីតែងតែសម្ដែងការមិនពេញចិត្តងក់ងឬខឹងសម្បាភ្លាមនៅពេលដែលត្រូវបានគេប្រើឲ្យធ្វើការងារតូចតាចការបញ្ចេញអារម្មណ៍អវិជ្ជមានបែបនេះវាមិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេថែមទាំងបំផ្លាញបរិយាកាសការងារនិងតម្លៃរបស់ខ្លួនឯងទៀតផងផ្ទុយទៅវិញអ្នកដែលមានចរិតលក្ខណៈជាអ្នកដឹកនាំពិតប្រាកដតែងតែរក្សាភាពស្ងប់ស្ងាត់និងមានចំណុចគិតដ៏វែងឆ្ងាយពួកគេយល់ថាគ្រប់ការងារទាំងអស់សុទ្ធតែមានតម្លៃនិងជាចំណែកមួយដែលមិនអាចខ្វះបាននៅក្នុងការរុញច្រានស្ថាប័នមួយឲ្យទៅមុខពួកគេនឹងបំពេញកិច្ចការនោះឲ្យចប់សពគ្រប់ប្រកបដោយវិជ្ជាជីវៈខ្ពស់បំផុតដោយមិនបណ្ដោយឲ្យអារម្មណ៍ផ្ទាល់ខ្លួនមកបង្កការរំខានឡើយ
ភាពស្ងប់ស្ងាត់និងភាពហ្មត់ចត់នេះឯងដែលជាអំណាចចិត្តសាស្ត្រដ៏ខ្លាំងក្លាធ្វើឲ្យគ្រប់គ្នាគោរពនិងកោតសរសើរពួកគេ 12. ភាពជឿជាក់របស់មនុស្សម្នាក់មិនមែនកើតឡើងដោយសារតែការស្រ័យប្រាប់គេថាខ្លួនឯងខ្លាំងនោះទេប៉ុន្តែវាស្ដែងចេញតាមរយៈការទទួលខុសត្រូវរាល់កិច្ចការតូចតាចដោយគ្មានការរអ៊ូរទាំការអួតអាងសរសើរខ្លួនឯងឬការព្យាយាមស្រ័យប្រាប់ពិភពលោកថាខ្លួនឯងមានសមត្ថភាពខ្ពស់វាមិនអាចបង្កើតភាពជឿជាក់ពិតប្រាកដបានឡើយមនុស្សជុំវិញខ្លួនអ្នកនឹងវាយតម្លៃអ្នកតាមរយៈទង្វើជាក់ស្ដែងដែលអ្នកបានធ្វើមិនមែនតាមរយៈពាក្យសម្ដីផ្អែមល្ហែមនោះទេភាពជឿជាក់និងឥទ្ធិពលពិតប្រាកដគឺស្ដែងចេញមកយ៉ាងច្បាស់នៅពេលដែលអ្នកទទួលយកភារកិច្ចតូចតាចមកធ្វើដោយស្ងៀមស្ងាត់និងគ្មានការរអ៊ូរទាំការធ្វើការងារដោយគ្មានការរអ៊ូវាបង្ហាញពីកម្រិតនៃការទទួលខុសត្រូវខ្ពស់និងមានវិន័យផ្ទាល់ខ្លួនដ៏រឹងមាំវាក៏ជាសញ្ញាបញ្ជាក់ថាអ្នកគឺជាមនុស្សដែលផ្ដោតទៅលើលទ្ធផលការងារជាធំជាជាងការចង់បានមុខមាត់និងការសម្ដែងយកគូនោះដែរនៅពេលដែលលទ្ធផលការងារតូចតាចរបស់អ្នកចេញមកល្អឥតខ្ចោះវានឹងជាអ្នកនិយាយចំនួនអ្នកបានយ៉ាងខ្លាំងក្លាបំផុតដូច្នេះកុំចំណាយពេលអួតអាងពីសមត្ថភាពតែត្រូវប្រើសកម្មភាពនិងការទទួលខុសត្រូវលើកិច្ចការតូចតាចដើម្បីបង្កើតភាពជឿជាក់របស់អ្នក 13. ការដែលមិនចេះអត់ធ្មត់នឹងការងារបច្ចុប្បន្នដោយសារតែគិតថាវាគ្មានតម្លៃនេះគឺជាថ្នាំពុលដែលបំផ្លាញអនាគតរបស់ខ្លួនឯងដោយមិនដឹងខ្លួនអន្ទាក់ផ្លូវចិត្តដ៏គ្រោះថ្នាក់បំផុតដែលធ្វើឲ្យមនុស្សជាច្រើនមិនអាចរីកចម្រើនទៅមុខបានគឺការមើលងាយការងារបច្ចុប្បន្នរបស់ខ្លួនឯងនៅពេលដែលអ្នកចាប់ផ្ដើមគិតថាការងារដែលខ្លួនកំពុងធ្វើរាល់ថ្ងៃគឺជាការងារថោកទាបមិនសមនឹងសមត្ថភាពរបស់អ្នកនោះអ្នកនឹងលែងខំប្រឹងធ្វើវាទៀតហើយអារម្មណ៍អវិជ្ជមាននេះនឹងធ្វើឲ្យអ្នកធ្វើការងារនោះឲ្យរួចតែពីដៃមានភាពខ្ជិលច្រអូសនិងបន្សល់ទុកនូវកំហុសឆ្គងជាច្រើននេះប្រៀបបីដូចជាថ្នាំពុលកំពុងតែបំផ្លាញកេរ្តិ៍ឈ្មោះបន្តិចម្ដងជារៀងរាល់ថ្ងៃដោយមិនដឹងខ្លួនអញ្ចឹងដែរគ្មានស្ថាប័នឬថ្នាក់លើណាម្នាក់ចង់ដំឡើងតំណែងឲ្យបុគ្គលិកដែលធ្វើការងារបច្ចុប្បន្នរបស់ខ្លួនមិនល្អនិងមានអាកប្បកិរិយាមើលងាយការងារនោះទេអនាគតដ៏ត្រចះត្រចង់មិនអាចសាងឡើងទៅលើគំនរនៃការងារបច្ចុប្បន្នដែលពោរពេញទៅដោយភាពបរាជ័យនិងការធ្វេសប្រហែសឡើយដូច្នេះចូលផ្លាស់ប្ដូរការគិតបង្កើនការអត់ធ្មត់និងធ្វើការងារបច្ចុប្បន្នរបស់អ្នកឲ្យល្អបំផុតដើម្បីបើកផ្លូវទៅកាន់អនាគតឆ្ពោះទៅរកការងារដ៏ធំដុំជានេះ 14. ភាពជោគជ័យមិនមែនជាការលោតផ្លោះមួយជំហានដល់ត្រើយនោះទេតែវាជាលទ្ធផលនៃការបូកសរុបរាល់ការខិតខំប្រឹងប្រែងតូចតាចដែលអ្នកដទៃមើលមិនឃើញមនុស្សភាគច្រើនតែងតែមើលឃើញតែពន្លឺដ៏ត្រចះត្រចង់នៃភាពជោគជ័យរបស់គេនៅចុងបញ្ចប់តែប៉ុណ្ណោះប៉ុន្តែបែរជាមើលមិនឃើញពីដំណាក់កាលដ៏លំបាកឡើយក្នុងទស្សនវិជ្ជាជាក់ស្ដែងគ្មានភាពជោគជ័យណាដែលកើតឡើងដោយលោតផ្លោះត្រឹមតែមួយជំហាននោះទេវាជាផលបូកនៃការលះបង់ការតស៊ូនិងការខិតខំប្រឹងប្រែងធ្វើការតូចតាចរាល់ថ្ងៃឥតឈប់ឈររាល់យប់ដែលអ្នកខិតខំប្រឹងប្រែងធ្វើការទាំងនឿយហត់រាល់ព័ត៌មានលម្អិតដែលអ្នកតែងតែផ្ទៀងផ្ទាត់ឲ្យបានល្អសុទ្ធសឹងតែជាដុំឥដ្ឋមួយដុំសម្រាប់កសាងភាពជោគជ័យរបស់អ្នកនៅថ្ងៃអនាគតបើទោះបីជាការខិតខំប្រឹងប្រែងតូចតាចទាំងនោះមិនទាន់មានអ្នកមើលឃើញឬមានអ្នកកោតសរសើរក៏ដោយក៏វាមិនអត់ប្រយោជន៍ដែរវាកំពុងតែប្រមូលផ្ដុំថាមពលបន្តិចម្ដងរហូតដល់ថ្ងៃមួយដែលវានឹងផ្ទុះឡើងជាលទ្ធផលដ៏អស្ចារ្យដែលធ្វើឲ្យគ្រប់គ្នាស្ងើចសរសើរមកដល់អ្នកចូលកុំអាលអស់សង្ឃឹមនឹងការងារតូចតាចដែលអ្នកកំពុងធ្វើព្រោះវាជាគ្រឹះដែលកំពុងតែនាំអ្នកទៅដល់ត្រើយនៃភាពជោគជ័យនៅថ្ងៃអនាគត 15 កុំរអ៊ូរទាំនឹងការងារតូចតាចប្រសិនបើគោលដៅរបស់អ្នកនៅកន្លែងខ្ពស់ព្រោះដើម្បីឡើងទៅដល់កំពូលភ្នំគឺគ្រប់គ្នាត្រូវតែហត់នឿយនឹងការដើរឆ្លងកាត់ជម្រាលភ្នំដូចតែគ្នាទេប្រសិនបើអ្នកបានកំណត់គោលដៅជីវិតនៅកន្លែងដ៏ខ្ពង់ខ្ពស់នោះអ្នកត្រូវតែត្រៀមចិត្តទទួលយកការលំបាកតាំងពីចំណុចទាបបំផុតការរអ៊ូរទាំនឹងការងារតូចតាចឬការងារដែលមើលទៅហាក់ដូចជាសាមញ្ញពេកគឺគ្រាន់តែជារបាំងរារាំងផ្លូវដ៏ជឿនលឿនរបស់អ្នកតែប៉ុណ្ណោះគ្មាននរណាម្នាក់អាចហោះទៅអង្គុយនៅលើកំពូលភ្នំភ្លាមដោយមិនបាច់ហត់នឿយដើរឡើងនោះឡើយគ្រប់ជំហានដែលអ្នកបានដើរឆ្លងកាត់ជម្រាលភ្នំដ៏ចោតបើទោះបីជាវាហត់នឿយនិងធុញទ្រាន់យ៉ាងណាក៏ដោយក៏វាជាផ្លូវដែលអ្នកត្រូវតែដើរឆ្លងកាត់ដែរការងារតូចតាចទាំងឡាយដែលអ្នកកំពុងតែធ្វើនៅថ្ងៃនេះវាគឺជាជម្រាលភ្នំដែលអ្នកកំពុងតែសាកល្បងកម្លាំងជើងនិងការស៊ូទ្រាំរបស់អ្នកបើគ្រាន់តែជម្រាលភ្នំប៉ុណ្ណឹងអ្នករអ៊ូនឹងចង់បោះបង់ទៅហើយ
តើអ្នកមានសិទ្ធិអីទៅស្រមៃចង់បានខ្យល់អាកាសដ៏បរិសុទ្ធនៅលើកំពូលភ្នំនោះចូលឈប់រអ៊ូរទាំរួចផ្ដោតអារម្មណ៍ដើរទៅមុខមួយជំហានម្ដងដោយភាពរឹងមាំបំផុត 16 ការអត់ធ្មត់ធ្វើការងារតូចតាចមិនមែនជាការបន្ទាបខ្លួននោះទេតែវាជាការសន្សំធម៌ពលនិងបទពិសោធន៍ដើម្បីត្រៀមខ្លួនផ្ទុះអាវុធក្នុងអាកាសដ៏ធំមនុស្សជាច្រើនតែងតែមានការយល់ច្រឡំថាការសុខចិត្តធ្វើការងារតូចតាចគឺជាការបន្ទាបខ្លួនឬជាការបង្ហាញពីភាពទន់ខ្សោយរបស់ខ្លួនឯងប៉ុន្តែនៅក្នុងចិត្តសាស្ត្ររបស់អ្នកជោគជ័យនេះគឺជាយុទ្ធសាស្ត្រលាក់ខ្លួនពូនសំងំដ៏ឆ្លៀសវៃបំផុតមួយការធ្វើការងារតូចតាចដោយយកចិត្តទុកដាក់វាគឺជាឱកាសដ៏ល្អក្នុងការសន្សំចំណេះដឹងបណ្ដុះទំនាក់ទំនងនិងស្វែងយល់ពីប្រព័ន្ធការងារទាំងមូលវាប្រៀបបីដូចជាការទាញខ្សែព្រួញថយក្រោយបន្តិចដើម្បីតម្រង់ឲ្យព្រួញនោះមានកម្លាំងស្ទុះទៅមុខបានឆ្ងាយនិងចំគោលដៅយ៉ាងត្រឹមត្រូវនៅពេលដែលអ្នកមានបទពិសោធន៍រឹងមាំពីការងារតូចតាចទាំងនេះហើយនោះអ្នកនឹងមានភាពជឿជាក់ពេញលេញក្នុងការចាប់យកឱកាសដ៏ធំដែលនឹងមកដល់នៅពេលដែលឱកាសមាសនោះធ្លាក់មកដល់ដៃអ្នកភ្លាមនោះអ្នកនឹងអាចស្ទុះយកអាវុធបង្ហាញពីសមត្ថភាពពិតរបស់អ្នកដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលតែម្ដងចូលចាត់ទុកការងារតូចតាចនៅថ្ងៃនេះវាជាដំណាក់កាលសន្សំកម្លាំងនិងត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់ថ្ងៃស្អែក